បុរសម្នាក់នេះស្រឡាញ់កាំងពេលដឹងថាប្រពន្ធដែលគាត់តែងតែគិតថាស្រពេចស្រពិលនឹងដូចជាគោឈើនោះពេលនេះនាងបានសម្ដែងក្បាច់រាំសេកស៊ីនៅកណ្ដាលឆាករាំអស់រយៈពេល5ឆ្នាំនៃការរៀបការរបស់ពួកគេភរិយារបស់លោកមានចិត្តស្លូតបូតនិងយកចិត្តទុកដាក់ចំពោះលោកឥឡូវនេះនាងហាក់ដូចជាមនុស្សពីរផ្សេងគ្នាទាំងស្រុងវត្តមានរបស់នាងពេញដោយរស្មីដែលមិនអាចមើលរំលងនាងបានមនុស្សគ្រប់គ្នាដែលមានវត្តមានត្រូវបានតាក់ទាញដោយនាងហើយនឹងការផ្លាស់ប្ដូររបស់ភរិយាបានធ្វើឲ្យមានរលកនៃការច្រណែននៅក្នុងបេះដូងរបស់បុរសជាប្តីមានហេតុផលមួយទៀតនៅពីក្រោយការផ្លាស់ប្ដូរយ៉ាងខ្លាំងរបស់ស្ត្រីម្នាក់នោះគឺវាបានប្រែក្លាយថាកាលពីប៉ុន្មានថ្ងៃមុននេះស្ត្រីរូបនោះទើបតែដើរកាត់ទ្វារនាងក៏បានឃើញប្តីហើយនឹងកូនប្រុសរបស់នាងកំពុងតែអបអរសាទរពីការវិលត្រឡប់មកនៃស្នេហាដំបូងរបស់បុរសនោះពេលមើលទៅអ្នកទាំងបីបានជួបជុំគ្នាវិញក្នុងភាពផ្អែមល្ហែមនិងអបអរសាទរគ្នាយ៉ាងសប្បាយរីករាយនារីម្នាក់នេះមានអារម្មណ៍ថានាងគឺជាមនុស្សម្នាក់ដែលជានាំឲ្យប្តីរបស់នាងថែមទាំងទាញស្នេហាដំបូងរបស់គាត់ចូលក្នុងដៃរបស់គាត់ក្នុងពេលនោះបេះដូងរបស់ស្ត្រីនោះស្ទើរដាច់រហែកទៅហើយប៉ុន្តែពាក្យដែលកូនប្រុសរបស់នាងនិយាយបន្ទាប់បានធ្វើឲ្យខូចចិត្តនាងទាំងស្រុងពេលឮកូននិយាយថាគាត់សង្ឃឹមថាស្នេហាដំបូងរបស់ឪពុកគាត់នឹងក្លាយជាម្ដាយគាត់ភ្លាមស្ត្រីនោះភ្ញាក់ដឹងខ្លួនពីការពិតភាពជាដៃគូដ៏ខ្ជាប់ខ្ជួនរយៈពេល5ឆ្នាំរបស់នាងនិងការខិតខំប្រឹងប្រែងលះបង់មិនអាចជំនួសកន្លែងស្នេហាដំបូងនៅក្នុងបេះដូងរបស់ស្វាមីរបស់នាងបានទេឥឡូវនេះសូម្បីតែកូនប្រុសដែលនាងចិញ្ចឹមដោយព្យាយាមក៏បានក្បត់នាងដែរស្ត្រីនោះអង្គុយក្នុងភ្លៀងធ្លាក់ស្រក់ទឹកភ្នែកយ៉ាងក្រៀមក្រំចៃដន្យមួយសន្ទុះក្រោយមកមានរថយន្តក្នុងល្បឿនលឿនមកបុកនាងខ្ទាបទៅនឹងដីពេលនាងបើកភ្នែកម្ដងទៀតនាងបានឃើញខ្លួនឯងដេកនៅក្នុងមន្ទីរពេទ្យស្ត្រីនោះឈប់គិតមួយសន្ទុះនាងបានសម្រេចចិត្តធ្វើពុតជាបាត់បង់ការចងចាំដើម្បីសងសឹកប្តីរបស់នាងបានសួរបុរសនោះដោយចេតនាបុរសនោះពិតជាបានប្រាប់នាងថាពួកគេគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះលឺដូច្នេះស្ត្រីរូបនេះមានការសោកស្ដាយជាខ្លាំងភ្លាមនោះកូនប្រុសក៏រត់ចូលមកយ៉ាងសប្បាយនាងគិតថាកូនប្រុសរបស់នាងមកទីនេះដើម្បីយកចិត្តទុកដាក់ចំពោះនាងប៉ុន្តែចំពោះការភ្ញាក់ផ្អើលនោះកូនប្រុសរបស់នាងមិនបានសំបីតែសម្លឹងមើលនាងលោកបានជំរុញឲ្យឪពុកលោកនាំលោកទៅមើលការសម្ដែងរបស់ស្នេហ៍ដំបូងបុរសដែលមិនចេះអត់ធ្មត់បានចាក់ចេញទៅជាមួយកូនប្រុសរបស់គាត់ដោយមិនងាកក្រោយគាត់បានបោះបង់ចោលប្រពន្ធរបស់គាត់ដែលទើបតែជួបគ្រោះថ្នាក់តែម្នាក់ឯងនៅក្នុងមន្ទីរពេទ្យឃើញបែបនេះស្ត្រីនោះអស់សង្ឃឹមទាំងឪពុកទាំងកូនមួយខែក្រោយមកស្ត្រីរូបនេះបានចេញពីមន្ទីរពេទ្យហើយត្រឡប់មកផ្ទះវិញអ្នកបម្រើបានប្រាប់នាងថានាងត្រូវរៀបចំអាហារពេលល្ងាចសម្រាប់ស្វាមីនិងកូនប្រុសរបស់នាងដោយគិតអំពីរបៀបដែលនាងឧស្សាហ៍ចូលរួមជាមួយតម្រូវការប្រចាំថ្ងៃរបស់ឪពុកនិងកូនប្រុសនាងមិនដែលរំពឹងថានឹងបញ្ចប់ក្នុងស្ថានភាពបច្ចុប្បន្នរបស់នាងទេពេលនោះប្តីមកដល់ផ្ទះគាត់តែងតែហុចអាវក្រៅរបស់គាត់ទៅប្រពន្ធរបស់គាត់លើកនេះស្ត្រីនោះបានដកដៃលាតចេញនាងបានទាមទារដើម្បីដឹងពីមូលហេតុដែលគាត់បាននិយាយថាពួកគេគ្រាន់តែជាមិត្តនឹងគ្នានៅថ្ងៃនោះប្តីបាននិយាយថានៅទីនោះអាពាហ៍ពិពាហ៍មានកំហុសតាំងពីដើមមកគាត់គ្មានអារម្មណ៍អ្វីចំពោះនាងទេពេលឮសម្ដីប្តីឆ្លើយបានចុងក្រោយនៃក្តីស្រឡាញ់ក្នុងចិត្តស្ត្រីនោះរលាយអស់ទាំងស្រុងទើបនាងសុំលែងលះប្តីដោយផ្ទាល់ទោះជាយ៉ាងណាបុរសជាប្តីគិតថាស្ត្រីនោះមិនមែនជាស្ត្រីនៃផ្ទះនោះទេគាត់ជឿថាបើនាងចេញពីផ្ទះនាងមិនអាចរស់បានសូម្បីតែមួយថ្ងៃគាត់ដឹងតិចតួចទេស្ត្រីនោះបានតាំងចិត្តរួចហើយថានឹងមិនធ្វើជាអ្នកមើលថែកូនដោយឥតគិតថ្លៃសម្រាប់ឪពុកនិងកូនទៀតទេនាងបានសម្រេចចិត្តរស់នៅសម្រាប់ខ្លួនឯងម្ដងបន្ទាប់មកស្ត្រីនោះបានបោះចោលសម្លៀកបំពាក់មិនទាន់សម័យមុនរបស់នាងបានជ្រើសរើសម៉ូដសក់ថ្មីចាប់ពីថ្ងៃនោះមកនាងបដិញ្ញាធ្វើជាខ្លួនពិតរបស់នាងម្ដងទៀតមិនយូរប៉ុន្មានប្តីរបស់នាងបានកត់សម្គាល់ពីការផ្លាស់ប្ដូររបស់ស្ត្រីគាត់បានសួរនាងថាហេតុអ្វីបានជានាងស្លៀកពាក់បែបនេះស្ត្រីរូបនេះបានតបវិញថាវាជាសេរីភាពរបស់នាងក្នុងការស្លៀកពាក់តាមដែលនាងពេញចិត្តត្រង់ចំណុចនេះកូនប្រុសនិយាយថាម្ដាយនឹងមិនស្អាតដូចស្នេហ៍ដំបូងរបស់ឪពុកឡើយគាត់នៅតែសង្ឃឹមថាស្នេហាដំបូងនឹងក្លាយជាម្ដាយថ្មីរបស់គាត់លឺដូច្នេះស្ត្រីរូបនេះបានសុំប្តីលែងលះម្ដងទៀតធ្វើបែបនេះពួកគេអាចរស់នៅយ៉ាងមានសុភមង្គលជាមួយស្នេហ៍ដំបូងដូចប្រាថ្នាប្តីបានគ្រោងនឹងរងចាំរហូតដល់ស្ត្រីនោះបានសັດឡើងវិញយ៉ាងពេញលេញមុននឹងពិភាក្សាគ្នាប៉ុន្តែស្ត្រីនោះបានទូចសុំលែងលះនៅល្ងាចនោះស្ត្រីនោះបានទៅបារជាមួយមិត្តសម្លាញ់របស់នាងដើម្បីបន្ធូរអារម្មណ៍មិត្តរបស់នាងបានសម្ដែងការគាំទ្រចំពោះការសម្រេចចិត្តរបស់នាងនិងរីករាយដែលស្ត្រីនោះអាចជួបប្រទះនឹងកំណើតដូចជា Phoenix នឹកស្មានមិនដល់មួយសន្ទុះក្រោយមកពួកគេបានរត់ចូលទៅក្នុងស្នេហ៍ដំបូងរបស់បុរសនោះស្នេហាដំបូងយល់ច្រឡំថាមនុស្សស្រីមិនអាចរស់នៅដោយគ្មានបុរសបានឡើយដោយជឿថាមិនថាទៅទីណាទេស្ត្រីនឹងនៅជិតបុរសប៉ុន្តែស្ត្រីនោះប្រាប់ស្នេហាដំបូងថាកុំបារម្ភនាងនឹងលែងលះបុរសនោះឆាប់នេះនាងថែមទាំងសុំស្នេហ៍ដំបូងឲ្យជួយបញ្ចុះបញ្ចូលបុរសនោះឲ្យយល់ព្រមលែងលះនៅចាំបានថាប្តីរបស់នាងក៏នៅបារដែរស្ត្រីរូបនោះមានចិត្តណាឡើងឆាកនិងសម្ដែងក្បាច់រាំសេកស៊ីដើម្បីរំខានគាត់ទិដ្ឋភាពដ៏រស់រវើកបានតាក់ទាញចំណាប់អារម្មណ៍របស់បុរសភ្លាមគាត់បានមើលដូចជាអតីតភរិយាអភិរក្សនិយមរបស់គាត់ឥឡូវនេះបានលេចឡើងដូចនេះមានមន្តស្នេហ៍និងតាក់ទាញខ្យល់គួចនៃអារម្មណ៍បានបក់មកក្នុងចិត្តដោយមិត្តភក្តិសរសើររូបភរិយាហើយសរសើរគាត់ថាគាត់សំណាងណាស់ដែលមានប្រពន្ធបែបនេះបុរសម្នាក់នេះលែងអាចទ្រាំទ្រប្រពន្ធឡើងរំលើឆាកបានទៀតហើយទើបគាត់យកឧបករណ៍បំផ្ទុះដោយចេតនាបន្ទាប់មកក្រោមភាពងឹតគាត់បាននាំប្រពន្ធចេញទៅគាត់ព្យាយាមស្ដារការចងចាំរបស់ប្រពន្ធគាត់ឡើងវិញប៉ុន្តែស្ត្រីនោះលែងស្រឡាញ់គាត់ទៀតហើយទង្វើរបស់គាត់នឹងធ្វើឲ្យនាងស្អប់គាត់កាន់តែខ្លាំងឡើងដោយគ្មានជម្រើសផ្សេង
បុរសនេះអាចរំលឹកនាងថាពួកគេនៅតែរៀបការគាត់បានព្រមានស្ត្រីកុំឲ្យក្បត់គាត់បន្ទាប់មកគាត់សើចនៅថ្ងៃបន្ទាប់ស្ត្រីនោះត្រូវបានគេដាស់ដោយសំឡេងទូរស័ព្ទរបស់នាងម្ដាយក្មេករបស់នាងទាមទារឲ្យនាងមកវិមានចាស់ជាបន្ទាន់ដោយនឹកស្មានមិនដល់នាងបានលើកទូរស័ព្ទទៅដេកវិញម្ដាយក្មេកបានហៅកូនប្រុសរបស់នាងបានបង្គាប់បុរសនោះឲ្យនាំស្ត្រីនោះទៅផ្ទះចាស់នៅល្ងាចនោះដើម្បីពិភាក្សារឿងសំខាន់ស្ត្រីនោះបានបន្តធ្វើពុតជាភ្លេចភ្លាំងហើយធ្វើពុតជាមិនស្គាល់នរណាម្នាក់នៅចំពោះមុខម្ដាយក្មេកនាងក៏បានសុំលែងលះបុរសនោះដែរពេលរីដូច្នេះបុរសរូបនេះខឹងសម្បាជាខ្លាំងប៉ុន្តែបន្ទាប់ពីបានលើកទូរស័ព្ទមកគាត់ក៏មានអារម្មណ៍ស្ងប់វិញភ្លាមស្ត្រីនោះទាយថាមានតែស្នេហាដំបូងរបស់គាត់ប៉ុណ្ណោះដែលអាចធ្វើឲ្យគាត់ស្លូតបូតក្រោយមកបុរសនោះក៏តាមរកស្នេហ៍ដំបូងនៅថ្ងៃបន្ទាប់ស្ត្រីរូបនេះបានចូលរួមអាហារពេលល្ងាចអាជីវកម្មដែលរៀបចំដោយលោកស្រីគ្រួសារឈូពេនាងដឹងថាបុរសនោះបានមកដល់ទីនោះដែលនាងបានសួរមិត្តភ័ក្តិរបស់នាងរកថ្នាំកែសម្លេងបន្ទាប់មកនាងក៏ដើរតាមជំនួយការរបស់នាងទៅជួបមេគ្រួសារឈឺដោយនឹកស្មានមិនដល់គ្រាន់តែនាងឈានជើងចូលក្នុងចណ្ដាលយន្តភ្លាមបុរសនោះក៏លេចមុខមកនៅចំពោះមុខនាងភ្លាម